កម្ពុជាសម័យអាណាព្យាបាលបារាំងឆ្នាំ1863ដល់ឆ្នាំ1953ប្រធានសំណួរទី1តើកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំណាសំណួរទី2តើការទទួលបានឯករាជ្យនេះមានអត្ថន័យដូចម្តេចចំពោះកម្ពុជាសំណួរទី3ចូលពលនាពីមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងសំណួរទី4តើអាណាព្យាបាលបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953មានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជាសំណួរទី5តើស្ដេចខ្មែរអង្គណាដែលទាមទារបានសម្រេចឯករាជ្យពីបារាំងសំណួរទី6តើហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយនឹងបារាំងសំណួរទី7អាណាព្យាបាលបារាំងនាំមកអ្វីខ្លះដល់កម្ពុជាសំណួរទី8ចុះអធិប្បាយពីចំណុចវិជ្ជមាននិងអវិជ្ជមាននៃរបបអាណាព្យាបាលបារាំងសំណួរទី9ចុះពណ៌នាពីចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅកម្ពុជាចម្លើយទី1ប្រទេសកម្ពុជាទទួលឯករាជ្យពេញលេញនៅឆ្នាំ1953គឺនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953ចម្លើយទី2ឯករាជ្យនៅឆ្នាំ1953មានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជាទី1ជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការគាបសង្កត់ការបង្ខំឲ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរសពសារពើពីសំណាក់បារាំងទី2ប្រជាជនមានសិទ្ធិសេរីភាពនិងមានសិទ្ធិក្នុងការសម្រេចចុះវាសនារបស់ប្រទេសជាតិដោយខ្លួនឯងទី3ប្រជាជនកម្ពុជារក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាជាតិខ្លួនទី4ប្រទេសកម្ពុជារួចផុតពីអាណាព្យាបាលបារាំងទី5ប្រទេសកម្ពុជាទទួលបានឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីទី7កម្ពុជាបានដឹកនាំអភិវឌ្ឍជាតិខ្លួនស្របតាមឆន្ទៈនិងគោលបំណងរបស់ប្រជាជនទី8កម្ពុជាបានឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិទី3មូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងទី1នយោបាយសៀមយួនគៀបសង្កត់និងឈ្លានពានកម្ពុជាចំណុចទី2ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេសជាតិចំណុចទី3ធ្វើឲ្យមានឯករាជ្យភាពអំណាចរាជវាំងបល្ល័ង្កផ្នែកសេដ្ឋកិច្ចខ្មែរធ្លាក់ចុះដោយសារការគៀបសង្កត់ពីសៀមនិងយួនចំណុចទី2បារាំងបើកប្រាក់បៀវត្សឲ្យមន្ត្រីរាជការនិងរាជវង្សព្រះមហាក្សត្រខ្ពស់ចំណុចទី3បារាំងជាអ្នកពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសព្រមទាំងជាអ្នកកាន់កាប់ពន្ធដារផ្នែកសង្គមទី1រៀបចំប្រព័ន្ធតុលាការថ្នាក់ឃុំថ្នាក់ខេត្តក្រុងទី2រៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តក្រុងនិងទី3សង្គមខ្មែរមានអស្ថិរភាពអាចមានបន្ទាក់ផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌អក្សរសាស្ត្រការអប់រំទី4អាណាព្យាបាលបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953មានចំណុចវិជ្ជមាននិងអវិជ្ជមានសម្រាប់កម្ពុជាដូចតទៅឬក៏យើងអាចឆ្លើយថាអាណានិគមបារាំងសម្រាប់អាណាព្យាបាលបារាំងនាំមកឲ្យកម្ពុជានៅផលវិជ្ជមាននិងអវិជ្ជមានដូចតទៅឬក៏មួយទៀតចំណុចវិជ្ជមាននិងអវិជ្ជមាននៃរបបអាណាព្យាបាលបារាំងដូចតទៅផលវិជ្ជមានបារាំងបានជួយការពារទឹកដីខ្មែរពូជសាសន៍ខ្មែរឲ្យបានគង់វង្សចំណុចទី2បារាំងបានជួយកែតម្រង់រដ្ឋបាលប្រព័ន្ធសេដ្ឋកិច្ចឲ្យអប់រំសិក្សាធិការរៀបចំសង្គមខ្មែរឲ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់បានទីចម្រើនល្អប្រសើរជាងមុនចំណុចទី3បារាំងបានជួយកសាងផ្លូវថ្នល់ស្ពានហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យសារមន្ទីរជាតិសាលារៀនបណ្ដុះបណ្ដាលធនធានមនុស្សទី3តាមរយៈសាលាចុងបូព៌ាប្រទេសបារាំងបានសិក្សាជ្រាវជ្រាវចងក្រងជួយជួសជុលប្រាសាទអភិវឌ្ឍវប្បធម៌អរិយធម៌ខ្មែរព្រមទាំងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាចំណុចទី4ក្នុងនាមជាអាណាព្យាបាលខ្មែរបារាំងបានយកទឹកដីពីសៀមឈ្លានពានមកឲ្យខ្មែរវិញដូចជានៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1904យកខេត្តកោះត្រាចយកខេត្តត្រាចកោះកុងលំព្រៃទន្លេពៅនិងស្ទឹងត្រែងនៅថ្ងៃទី23ខែមីនាឆ្នាំ1907យកខេត្តសៀមរាបបាត់ដំបងនិងសេរីសុភ័ណ្ឌនៅឆ្នាំ1908បារាំងបានគូរផែនទីឈ្មោះដងរែកទុកជាប្រយោជន៍ដល់កម្ពុជាផែនទីនេះនាំឲ្យខ្មែរឈ្នះក្តីក្នុងរឿងក្តីក្តាមប្រាសាទព្រះវិហារផលចំណុចអវិជ្ជមានទី1បារាំងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែក្រីក្រដោយសារការជិះជាន់កេងប្រវ័ញ្ចប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរសពសារពើចំណុចទី2បារាំងបានធ្វើឲ្យមានគម្លាតរវាងអ្នកទីក្រុងនិងអ្នកជនបទអ្នកមាននិងអ្នកក្របង្កើតជាទំនាស់វណ្ណៈក្នុងសង្គមខ្មែរយ៉ាងធ្ងន់ធ្ងរទី3បារាំងបានកេងប្រជាពលរដ្ឋខ្មែរឲ្យទៅច្បាំងស្លាប់ក្នុងសមរភូមិសង្គ្រាមលោកលើកទី1និងលោកទី2ទី4បារាំងបានប្រមូលយកវត្ថុកេតនភណ្ឌខ្មែរទៅប្រទេសបារាំងទី5បារាំងបានកាត់ដីខ្មែរឲ្យប្រទេសជិតខាងស្រេចតែចិត្តដោយពុំសួរយោបល់ពីខ្មែរដូចជានៅថ្ងៃទី23ខែមីនាឆ្នាំ1907កាត់ខេត្តត្រាចឲ្យទៅសៀមនៅថ្ងៃទី31ខែមករាឆ្នាំ1939កាត់បញ្ចូលកោះត្រល់ដាក់ក្នុងផែនក្នុងដែនរដ្ឋបាលកុងសាំងស៊ីននៅថ្ងៃទី4ខែមិនិនាឆ្នាំ1949កាត់កម្ពុជាក្រោមកុងសាំងស៊ីនឲ្យទៅអំណាចស្ដេចប៉ាវដៃវៀតណាមទី5ស្ដេចខ្មែរដែលទាមទារឯករាជ្យពីបារាំងបានសម្រេចគឺព្រះបាទនរោត្តមសីហនុសំណួរទី6បានជាកម្ពុជា
ចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងជាមួយបារាំងព្រោះទី1ប្រទេសកម្ពុជាកាន់តែទន់ខ្សោយហើយទឹកដីខ្មែរកាន់តែរួនតូចទៅនិងមានវិបត្តិផ្ទៃក្នុងទី2ប្រទេសសៀមនិងយួននៅតែប៉ងរំសាយជាតិសាសន៍ខ្មែរឈ្លានពានទឹកដីខ្មែរដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរទី3ចង់បានមហាអំណាចអឺរ៉ុបណាមួយមកជួយការពារទឹកដីពូជសាសន៍ខ្មែរទី4ដោយមានការណែនាំពីបព្វជិតសាសនាកាតូលិកនាមមីសធ្វើឲ្យប្របាទអង្គឌួងពឹងបារាំងទី9ចុះពន្ធនាចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅកម្ពុជាការតស៊ូរបស់កម្ពុជាទទួលបានឯករាជ្យពីបារាំងមានការតស៊ូដោយហិង្សាគឺជាចលនាតស៊ូដោយអាវុធប្រយុទ្ធបង្ហូរឈាមដើម្បីទាមទារឯករាជ្យដោយចលនាតស៊ូរបស់ខ្មែរអិសរាជដែលក្រុមនេះបានពង្រីកក្រុមខ្លួនទូទាំងប្រទេសការតស៊ូដោយអហិង្សាគឺជាចលនាតស៊ូដោយសន្តិវិធីតាមរយៈមធ្យោបាយការទូតពលគឺតាមរយៈនយោបាយក្រៅប្រទេសជាមួយបារាំងកាណាដាសហរដ្ឋអាមេរិកថៃតាមរយៈនយោបាយការទូតនិងការសែបទី2ប្របាទនរោត្តមសីហនុបានមានប្រទូលថាបើបារាំងមិនប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះកម្ពុជានឹងក្លាយជាប្រទេសកុម្មុយនីសទី3សកម្មភាពខាងក្នុងប្រទេសព្រះអង្គបានគង់នៅតំបន់ស្វយ័តក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ធំដោយមិនយាងមកភ្នំពេញហើយទ្រង់បានបង្កើតកងជីវពលនារីក្លាហានដើម្បីឲ្យប្រជានារីកោតឈរឡើងទាមទារឯករាជ្យបរិបូរណ៍